សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលហានសិនត្រឡប់ទៅជួបជាមួយនឹងឈៀនសៀរួចហើយគាត់ក៏បានទៅផ្ទះងូតទឹកងូតបដាសប្បាយចិត្តបដាជាមួយនឹងអ្វីដែលគាត់ទទួលបានបញ្ចេញថាមពលពណ៌ស្វាយមួយដងក៏បានគិតទៅដល់ពេលមុនបន្ទាប់ពីសម្លាប់បិសាចញាក់រួចហើយគាត់ទទួលបានព្រលឹងសัตว์នឹងដែរប៉ុន្តែអត់ប្រាប់បណ្ណាគេទាំងអស់ចឹងហើយនៅពេលនេះគឺពិតជាសប្បាយចិត្តមែនទែនងូតទឹកស្លៀកពាក់រួចហើយក៏បានជិះខាងក្រៅក៏ចាស់បារម្ភដឹងថារឿងល្អកំពុងតែកើតឡើងទៀតហើយដោយសារតែសត្វថ្មីសម្រាប់នៅពេលហ្នឹងក៏បានវិវត្តទៅជាសត្វឈាមរទេវភាពដែរអញ្ចឹងហើយបានគិតថាគ្រីស្តាល់នោះក៏ពិតជាល្អប្រើពិតមែននឹងបន្ទាប់ពីមានវាហើយគាត់ក៏នឹងអាចសម្រេចគោលដៅជាលើកទី2ដោយក៏នឹងអាចឈានទៅដល់ជំរំទីសក្ការៈបូជាទី2ក្នុងរយៈពេល5ឆ្នាំបន្ទាប់មកខ្វាច់ច្បាស់ណាស់ថាហានសិនក៏បានសម្លាប់សត្វនឹងដើម្បីយកព្រលឹងចំណែកសាច់ទៅនៅសេះសក៏បំរុងនឹងធ្វើស៊ុបហូបទៀតគិតហើយក៏បានយកគ្រីស្តាល់នឹងមកទុកវិញហើយសមងក្រោយមកហានសិនក៏បានចម្អិនស៊ុបមួយឆ្នាំងធំនិងក៏បានញ៉ាំវាយ៉ាងឆ្ងាញ់មាត់ដោយបែបនេះសារឈាមរទេវភាពរបស់ហានសិនក៏បានវិវត្តទៅដល់25ពិន្ទុបន្ទាប់មកក៏មានបំណងដើម្បីទៅទិញសម្ភារៈបន្ថែមទៀតទៅធ្វើមកពីប្រភេទដៃសិតដើម្បីទុកប្រើប្រាស់នៅពេលអនាគតបន្ថែមទៀតយ៉ាងណាក្តីក៏បានគិតថាប្រហែលជាអស់លុយច្រើននេះប៉ុន្តែក៏មិនជាថ្មីដែរអញ្ចឹងក៏បានចាប់ផ្ដើមសើចតាមអ៊ីនធឺណិតដើម្បីស្វែងរកទៀតឯងសើចមួយផ្លែតក៏បានឃើញជាមន្ទីរតាំងមួយដែលមានឈ្មោះថាវាលភក់កងឹតក៏ធ្លាប់បានឮថាទីតាំងមួយនោះគួរភ័យខ្លាចបើតាមកំណត់ត្រាដែលមានមនុស្សធ្លាប់ទៅទីនោះនៅចម្ងាយពី300ម៉ែត្រពីជំរំគួយជានៅទីនោះហាក់បីដូចជាទទេប៉ុន្តែតាមពិតមានសត្វកម្រយ៉ាងច្រើននៅទីហ្នឹងបរិះដែលបានសរសេរកំណត់ត្រាគេបាននិយាយបន្តទៀតថាខ្ញុំបានប្រើប្រាស់រយៈពេលកន្លះជីវិតខ្ញុំនៅទីនោះត្រឹមតែសម្រាប់បាននៅខ្មុំខ្មៅមួយក្បាលតែប៉ុណ្ណោះនិងក៏ទទួលបានព្រលឹងសត្វដែលចេះហោះហើរប៉ុន្តែនៅពេលដែលខ្ញុំបានសម្រេចចិត្តទៅចាកចេញពីវាលភក់ងងឹតដែលគឺជាទីតាំងមួយព្រាបបីជានរកក៏មានសត្វចម្លែកយ៉ាងច្រើនលេចចេញមកហើយខ្ញុំក៏ស្ទើរតែបាត់បង់ជីវិតនៅគ្រានោះដែរបរិះនឹងបានប្រាប់ទៀតថាបើតាមអ្វីដែលគាត់បានដឹងនៅពីសត្វដែលបានផ្លាស់ប្ដូរដែលគេដាក់ឈ្មោះថ្មីថាព្យុះខ្មៅបន្ទាប់ពីបានអានចប់ផានសិនអត់មានខ្លាចទេបើជានិយាយថាគួរចាប់អារម្មណ៍ទៅវិញប្រសិនបើខ្ញុំអាចទទួលបាននៅព្រលឹងសត្វព្យុះខ្មៅនោះប្រកាសជាមានការរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាក្តីក៏ដោយសារតែទីតាំងនៃការបង្ហោះមួយហ្នឹងអត់បានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃព្រៃទន្លេងងឹតនឹងឡើយដូច្នេះមើលទៅក៏ត្រូវការពេលវេលាបន្ថែមទៀតដែរដើម្បីស្វែងរកទីតាំងពិតប្រាកដក៏ដូចជារៀបចំខ្លួនទុកជាមុនអញ្ចឹងបន្ទាប់ទៀតហាងសិនក៏បានមកដល់ទីតាំងលក់អាវុធមួយកន្លែងហើយក៏ជាទីតាំងលោកពូម្នាក់ដែលបានលក់ព្រួញដៃសិតកម្រិត 1.2% ឲ្យទៅកាន់ហាងសិនដោយហាងសិនមកទីនេះគឺចង់ទិញដាវមួយលោកពូនឹងក៏បានប្រាប់ទៅកាន់ហាងសិនថាក៏ដោយសារតែហាងសិនគឺជាភ្ញៀវពិសេសដូច្នេះគាត់នឹងដល់ឲ្យហាងសិនអ្វីដែលកាន់តែពិសេសអញ្ចឹងក៏បានមកដល់កន្លែងដាវអាវុធមួយដែលគឺជាដាវខ្លីមួយដើមដែលធ្វើឡើងពីដៃសិតកម្រិតតែបរិមាណ 5% ចំពោះតម្លៃវិញគាត់ដាក់លក់300,000យួនហាងសិនក៏បានផលិតមើលក៏ដូចជាមកអញ្ញឹមហីនិយាយថាមើលទៅកម្រិតដែរតែបរិមាណនេះគឺពិតជាល្អជាងលើកមុនថែមទៀតប៉ុន្តែដល់លក់តម្លៃដដែលនិយាយចឹងនៅពេលហ្នឹងហានសិនក៏បានចាប់អារម្មណ៍ទៅលើអាវុធមួយដែលបានដាក់ព្យួរនៅលើជញ្ជាំងតើវាត្រូវតែមានអ្វីពិសេសមែនទេអត់អញ្ចឹងលោកពូនឹងក៏បានប្រាប់ថាប្រកាសណាស់វាគឺជាកំបិតមួយដងដែលបានធ្វើឡើងពីដៃសុក 75% បើសិនជាឲ្យតម្លៃគាត់100លានយួនគាត់ក៏នឹងព្រមលក់វាភ្លាមតែម្ដងបន្ទាប់ពីបានលើកម្រិតដៃសុក 75% ហើយហានសិនក៏ពិតជាមានការផ្ទះផ្អើលយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាក្តីក៏មិនជឿដែរដល់អញ្ចឹងលោកពូនឹងក៏បានដេញហានសិនចេញទៅវិញបើមិនទិញទៅចេញឲ្យបាត់ទៅបើហានសិនមានសមត្ថភាពទិញប៉ុន្តែហានសិនក៏នៅតែស្រ័យសួរថាខ្ញុំនៅតែមិនសូវជឿចឹងតកែនឹងក៏បានប្រាប់ថាបើមិនជឿអត់ទៅហានសិនក៏នៅតែគិតមិនយល់អំពីក្បិតនោះដដែលជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្នវាមិនអាចទៅរួចទេក្នុងការបង្កើតអាវុធដៃសិតដែលមានកម្រិតលើសពី 5% នោះប៉ុន្តែវាផ្លោះទៅដល់ 75% អញ្ចឹងហានសិនក៏មិនជឿថាអាចធ្វើបានដែរបន្ទាប់មកក៏មានការទាក់ទងពីមិត្តភ័ក្តិរបស់គាត់ហើយក៏ជាមិត្តភ័ក្តិរបស់ហានហៅផងដែរថាស្អែកនេះម៉ោង4រសៀលគេណាជួបហានសិននៅទីតាំងមួយដូច្នេះហានសិនក៏បានយល់ព្រមហើយហៅហានសិនគឺចង់បង្ហាញអ្វីទៅកាន់ហានសិនដែលបានឃើញសាច់រឿងយើងក៏បានកាត់ទៅដល់ស្អែកឡើងហើយក៏ទៅដល់ពេលវេលាដែលបានជួបជុំដោយហានសិននៅពេលហ្នឹងក៏បានសួរទៅកាន់ម្នាក់ហ្នឹងទៅចង់បង្ហាញអ្វីឲ្យគេបានឃើញម្នាក់ហ្នឹងក៏បានតទៅវិញទៅថាមិនបាច់បារម្ភនោះទេទៅដល់កុំក៏ដឹងទេម្នាក់ហ្នឹងក៏ប្រហែលជាមានឈ្មោះថាស៊ូជីអញ្ចឹងទៅប៉ុន្តែតាមប្រកាសទេអញ្ចឹងឲ្យមានសំហៅឈ្មោះគេថាស៊ូជីសិនទៅម្ដងក្រុមបន្ទប់មួយក៏បានជួបជាមួយនឹងហានហៅនៅពេលហ្នឹងហាក់បីដូចជារៀងប្រាយឃើញហានសិនហៅថាសុទ្ធតែបងសិនលើសម្ដីហានហៅចឹងហើយហានសិនក៏ហាក់បីដូចជារៀងផ្លាយចិត្តផងដែរអាក្មេងនេះប្រាយលឿនម្ល៉េះអញ្ចឹងអ្វីដែលស៊ូជីចង់បង្ហាញគឺជាកំបិតមួយដែលមានផ្ទុកនៅព្រលឹងសត្វកម្រិតផ្លាស់ប្ដូរបន្ទាប់ពីឃើញអញ្ចឹងហានសិនក៏ហាក់បីដូចជាមានការផ្ទះបាល់ផងដែរក៏បានលាន់មាត់ថាកំបិតនេះមើលទៅក៏ពិតជាមិនអន់នោះទេស៊ូជីបានបន្ថែមថាប្រកាសណាស់ខ្ញុំថានៅដាក់ឈ្មោះវាទៀតផងថាគឺជាខ្លាព្រិលហានសិនក៏បានសរសើរថាឈ្មោះល្អពិតមែនប៉ុន្តែក្នុងចិត្តវិញគាត់ថាសូម្បីតែមនុស្សធម្មតាម្នាក់ក៏មានកំបិតធ្វើចេញពីព្រលឹងសត្វកម្រិតផ្លាស់ប្ដូរដែរពិតជាចំណែនពិតមែនអញ្ចឹងឯកកូនអ្នកមានតែឯកសមដែរហើយក៏ដោយសារតែកំបិតមួយនេះស៊ូជីពីមុនមកគេដែលប្រើប្រាស់ទេអញ្ចឹងគេក៏នឹងប្រកល់ឲ្យទៅកាន់ហានសិនប៉ុន្
ន្តែ Hansen ក៏បានបដិសេធដោយសារតែវាថ្លៃពេក Suji ក៏បានប្រាប់ឲ្យ Hansen យកទៅពួកយើងគឺជាបងប្អូនល្អនឹងគ្នាមិនចាំបាច់គួរសមអីហ្នឹងទេអញ្ចឹង Hansen ក៏មានតែអរគុណបើសិនជាមានឱកាសគេនឹងសងគុណនឹងវិញប៉ុន្តែក្នុងចិត្តវិញក៏ពិតជាអរមែនតែដោយសារតែពេលនេះកំបិតពីមុនរបស់គេដែលធ្លាប់បានប្រើប្រាស់វាខូចបាត់ហើយអញ្ចឹងបើមានកំបិតនេះក៏ពិតជាល្អចំណែកឯឋានហោដែលកំពុងតែមើលអ្នកទាំងពីរជិតស្និទ្ធនឹងគ្នាក៏បានគិតថាពួកគេទាំងពីរមើលទៅជិតស្និទ្ធនឹងគ្នាណាស់អញ្ចឹងគេគួរនៅតែបង្កើតទំនាក់ទំនងល្អជាមួយលបង Hansen និងគិតទៀតថាព្រមធ្វើថោកមួយថ្ងៃចុះដោយសារតែមើលទៅឈិនសៀនពេញចិត្តជាមួយ Hansen អញ្ចឹងបើគេតោងដែរក៏ពិតជាល្អគិតហើយគេបានទៅនិយាយរាក់ទាក់ជាមួយនឹង Hansen ប៉ុន្តែរំពេចនោះម៉ាក់របស់ Han Hao ក៏បានមកដល់ទីហ្នឹងដោយសារតែគាត់បានឲ្យ Han Hao ទៅចូលរួមពិធីជប់លៀងរបស់លោកហួរអូដៃ Han Hao ទៅក៏ដូចជាបានប្រាប់ទៅកាន់ Han Hao ផងដែរថាក្នុងពិធីជប់លៀងនោះគេមានមនុស្សមុខមកដូចជាអ្នកខ្លាំងយ៉ាងច្រើនចូលរួមដូច្នេះគួរណាស់តែបង្កើតបិទជាពិសេសជាងនឹងទៅទៀតគេមានកូនប្រុសអ្នកធំម្នាក់ដែលមានឈ្មោះថា Lin Pai Fang ចឹង Han Hao ត្រូវទៅរកឱកាសរាប់អានជាមួយនឹងគេដើម្បីផលប្រយោជន៍សម្រាប់ពួកយើងបន្ទាប់ពីរឿងចឹង Han Hao ក៏បានគិតថាមកទៅមិនអស់ឱកាសនេះកន្លងផុតទៅឡើយបើសិនជាខ្ញុំអាចមានទំនាក់ទំនងល្អជាមួយអ្នកប្រុស Lin Pai Fang ខ្ញុំមិនត្រូវការតោង Hansen ដើម្បីបានមុខមាត់ទៀតឡើយចំណែក Hansen លើឈ្មោះ Lin Pai Fang ហាក់បីដូចធ្លាប់ជួបនៅកន្លែងណាមួយហើយ admin សុំលាក់សិនតិចទៀតដឹងហើយសាច់រឿងក៏បានកាន់មកដល់ពិធីជប់លៀងរបស់ប្រធានហ៊ូនេះវិញយើងក៏បានឃើញជាមួយមនុស្សយ៉ាងច្រើនចូលរួមដែលសុទ្ធតែជាអភិជនមានមុខមាត់កញ្ញាម្នាក់ក៏បានដើរទៅរាក់ទាក់ជាមួយអ្នកប្រុស Lin Pai Fang ហើយក៏ពិតជារីករាយខ្លាំងណាស់ដែលបានជួបអ្នកប្រុសនៅថ្ងៃនេះអញ្ចឹង Lin Pai Fang ក៏បានរាក់ទាក់ទៅកាន់នាងវិញដូចគ្នាអភិជនអ្នកនឹងក៏សុទ្ធតែស្គាល់ Lin Pai Fang ដែលគឺជាកូនប្រុសច្បងរបស់ Sin Chong ក៏ប្រហែលជាមានន័យថាក្រុមហ៊ុន Sin Chong នឹងឯងម្នាក់គឺបានកោតសរសើរអំពីគ្រួសារ Lin ថាកសាងគេឈ្មោះមុខមាត់លុយកាក់តាំងពីក្រុមហ៊ុនទូចមួយរហូតតតែខ្លាយទៅជាក្រុមហ៊ុនដ៏ធំជាងគេហើយក៏រករកអន្តរតារាដ៏ធំមួយរំពេចនឹងយើងក៏បានឃើញជាមួយម្ដាយ Han Hao មកទីហ្នឹងហើយនឹងកូនប្រុសគាត់មកទីហ្នឹងហើយគាត់មានឈ្មោះថា Han Yu Mei មករយៈតាក់ជាមួយ Lin Pai Fang ហើយក៏ដូចជាបានណែនាំកូនប្រុសគាត់ឲ្យទៅកាន់ Lin Pai Fang បានស្គាល់ចឹង Lin Pai Fang ក៏បានរះតាក់ទៅវិញក៏ដូចជាបានសួរថាតើមានរឿងអ្វីមែនទេហើយបញ្ជននៅទីហ្នឹងបានឃើញច្រឹកអ្នកទាំងពីរហើយក៏បាននិយាយដើមថាមើលទៅម៉ែកូនពីរនឹងចង់ទាញអ្នកប្រុស Lin Pai Fang ល្បីម៉ែរបស់ Han Hao នៅពេលហ្នឹងក៏បានប្រាប់ទៅកាន់អ្នកប្រុស Lin Pai Fang ថាកូនប្រុសរបស់គាត់គឺជាសមាជិកម្នាក់នៅក្នុងជំរំគួយជាហើយបើសិនជាមានរឿងអ្វីនៅពេលណាគាត់អាចហៅកូនប្រុសគាត់ជួយបានគ្រប់ពេលវេលាអញ្ចឹង Han Hao ក៏បានបន្តទៀតថាខ្ញុំរស់នៅជំរំឡើងសអមបើសិនជាអ្នកប្រុសត្រូវការជំនួយអ្វីឬក៏ឆ្ងល់អ្វីអាចសួរខ្ញុំបានអញ្ចឹងក៏ល្អផងដែល Lin Pai Fang នៅពេលហ្នឹងក៏ចង់ទៅរកនរណាម្នាក់ដើម្បីពិភាក្សាផងដែរមូលហេតុហ្នឹងក៏ដោយសារតែ Lin Pai Fang គឺទៅចូលជាសមាជិកថ្មីក្នុងជំរំគួយជារំពេចហ្នឹងយើងក៏បានឃើញជាមួយនឹង Hansen ហើយនឹង Suji មកដល់ទីហ្នឹងម៉ែរបស់ Han Hao ក៏បានឃើញហើយបានប្រាប់អ្នកទាំងពីរនិយាយគ្នាសិនទៅគាត់មានរឿងដែលត្រូវធ្វើអញ្ចឹងអ្នកស្រីហ្នឹងក៏បានដើរទៅនិយាយជាមួយនឹង Hansen ហើយដើម្បីបានជាឯងមកទីនេះនៅថ្ងៃហ្នឹងអញ្ចឹងគាត់ក៏បានរុញ Hansen ពេញមួយទំហឹងនិងបានដេញគាត់ទៅចាកចេញទៅព្រោះឲ្យថាគេឈ្មោះរបស់ឯងក៏ពិតជាអាក្រក់ខ្លាំងណាស់នៅទីនេះប្រហែលជាប៉ះពាល់ដល់គេឈ្មោះកូនប្រុសខ្ញុំប៉ុន្តែ Hansen ក៏បានតទៅវិញទៅថាខ្ញុំមកទីនេះដតមានអីពាក់ព័ន្ធជាមួយអ្នកមិញនោះទេលឺអញ្ចឹងអ្នកមិញនឹងក្តៅមែនទែនចំណែក Lin Pai Fang ទៅវិញគេក៏បានកលែងឃើញនិងបាននិយាយតិចៗថាតើអ្នកមិញកំពុងជួបគ្នាជាមួយនរណាម្នាក់មែនហើយបានជាអាយុយ៉ាម្លេះប៉ុន្តែក៏ចាប់អារម្មណ៍ជាមួយមនុស្សម្នាក់នោះមើលទៅដូចជាដបងសិនតើកាន់តែបណ្ឌិតនៅពេលហ្នឹងក៏ឃើញកាន់តែច្បាស់ដូច្នេះបែបហ្នឹងក៏បានហោះទៅអោប Hansen តែម្ដងហើយទីបំផុតខ្ញុំបានរកលបងឃើញហើយក៏ពិតជានឹកលបងមែនទែន Hansen ហើយតែអញ្ចឹងហាក់បីដូចជាមានការងើយឆ្ងល់សួរថាតើគេគឺជានរណាអញ្ចឹងគេក៏បានប្រាប់ថាគេឈ្មោះថាគឺជាមនុស្សម្នាក់ដែលលបងធ្លាប់ជួយសង្គ្រោះនៅលើភ្នំលើកមុនត្រូវបានសាចម្លាយដេញខាំលបងក៏ធ្លាប់ប្រជុំផឹកជាមួយនឹងទឹកសុទ្ធហើយដូចជាពងសាបឈាមនៅទេវភាពនឹងឯងបន្ទាប់ពីលឿនចឹងហើយនឹងអភិជននៅទីហ្នឹងគឺពិតជាសប្បាយមែនតែដោយសារតែមនុស្សម្នាក់ដែលមានឈ្មោះថា Hansen ធ្លាប់បានជួយសង្គ្រោះអ្នកប្រុស Lin Pai Fang តើពួកគេក៏បានគិតបន្តទៀតថាទោះបីជាមនុស្សម្នាក់នោះអត់មានអ្នកមុខមាត់អ្វីក៏ដោយប៉ុន្តែឲ្យតែមានរឿងនេះកើតឡើងឯងគេនឹងឡើងខ្ពស់ឯងចំណែកម៉ែកូនពីរអ្នកនេះមើលទៅហាក់បីដូចជារឿងស្ងាត់ចិត្តផងដែរចង់រាប់អានមួយអ្នកធំប៉ុន្តែនៅពេលហ្នឹងត្រូវបាន Hansen កាត់មុខទៀតឯងអញ្ចឹងខ្ញុំក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី23ភាគទី24ហើយក៏ជាភាគពិតប្រាកដបើក្រុមហ៊ុនគេដែរមានធ្វើពី2ភាគអញ្ចឹងបានតែ8នាទីទេដោយសារតែមួយភាគ4នាទីអញ្ចឹងមានធ្វើឲ្យមានឲ្យលើសខ្វះនាទីគេទេមួយភាគ4នាទី2ភាគ8នាទីអញ្ចឹងបាយបាយជួបគ្នាវីដេអូក្រោយ